បាទសរសៃពុកម៉ែបងប្អូនបាទកាយជាមុនបងប្អូននេះយើងចាក់សាបក៏អត់ចាក់សាបបងប្អូនចាក់សាបធ្វើរោងឲ្យមន់កាលវាផលប្រយោជន៍អាចយើងយកអាចវាទៅដាក់ស្រែដាក់អីចឹងបងប្អូនហើយនេះយើងធ្វើទ្រុងហើយយើងចាក់សាបរួចយើងធ្វើទ្រុងបងប្អូនទ្រុងហើយយើងក៏បានដាក់មន់ដាក់អីដែរហើយនេះគុណមន់ហើយយើងទៅនឹងយកចេញពីមេវាហើយយើងដាក់ឆ្ងាយដាក់ក្នុងទ្រុងចាំបានមួយខែឬក៏កន្លះខែយើងអាចប្រឡែងឲ្យរកស៊ីជាមួយធំយើងកាពីនេះបងប្អូនថាយើងភ្លាមវាអាចពោធំបិចអីអញ្ចឹងណាបងប្អូនហើយកន្លែងយើងចាប់មេដាក់កន្លែងទ្រុងហ្នឹងទ្រុងអីកន្លែងចាក់សាបហ្នឹងយើងដាក់អង្កាមដាក់អីដើម្បីយកអាចវាហ្នឹងទៅដាក់ស្រែហ្នឹងមកធំល្អបងប្អូនមួយអាច1គីឡូ2ខាំ1គីឡូ3ខាំអីចឹងបងប្អូនអាហ្នឹងទុកត្រាប់ទៅពូជនេះសកម្មភាពកូនមិនទៅរកទឹកផឹកតែកូនលពើបងប្អូនលពើពេលអញ្ចឹងដាញ់មិនឲ្យផឹកទឹកមិនចាំបានប៉ុណ្ណឹងបងប្អូនវាមិនបានច្រើនទេបានស្គាល់សមដែរនឹងអរគុណច្រើនបងប្អូនដែលបានទស្សនាវីដេអូនេះពីដើមដល់ចប់បងប្អូនវីដេអូមានតែប៉ុណ្ណឹងបងប្អូនជាស្រ័យកុំឲ្យខុសឆ្គង